ថ្ងៃនេះដែរណបងប្អូនមើលទេសភាពនៅក្នុងផ្សារបងប្អូនណាត្រីមានកង្កែបមានត្រីគ្រប់មុខបងប្អូនត្រីស្រែល្អណាស់ឥឡូវនេះមកដល់ផ្ទះមិនបានទិញត្រីទេគឺទិញសាច់គោបងប្អូនមានសាច់គោមានសាច់ជ្រូកជើងជ្រូកសាច់3ជាន់សាច់ឆ្អឹងជំនីហ្នឹងណាបងប្អូនដោយសារថ្ងៃនេះខ្ញុំរៀបចំទិញសាច់បន្លែត្រីបន្លែរបស់យើងសាច់អីហ្នឹងយកមកចិត្តជីដុំដាក់ក្លាសេដើម្បីខ្ញុំរៀបចំធ្វើដំណើរទៅក្រៅប្រទេសហ្នឹងបងប្អូនអានេះមុនពេលដែលយើងរៀបចំសាច់អស់កម្លាំងក៏យើងញ៉ាំនំញ៉ាំអីនំខ្មែរយើងហ្នឹងមានព្រីងមានអីហ្នឹងឥឡូវនេះក៏បានធ្វើដំណើរមកដល់ពលានយន្តហោះហើយនេះមុននឹងធ្វើដំណើរទៅក៏ផ្អៀងផ្អងថតមើលលិចមើលកើតនេះអ្នកជួនដំណើរនៅក៏ថតមើលឆ្វេងមើលស្ដាំទេសភាពបង្ហាញរៀងអីចឹងដែរគេជួយយួរកត្រកម៉ាក់កត្រកហ្នឹងគឺកត្រក make up បងប្អូននៅគេពេញចិត្តតែកត្រក make up ទេតែគេចង់យួរនោះនេះឥឡូវនេះផ្អៀងផ្អងថតលិចថតកើតនៅចិត្តទឹកហ្នឹងហើយក៏បាច់ទឹកបាច់អីតិចទៅសើមកៅពេញទឹកហ្នឹងទៅកូនត្រេននោះឥឡូវនេះមកដល់កន្លែងយើងឆែកសមុទ្រយន្តហោះបងប្អូននេះទៅជាមួយក្មួយស្រីក្មួយអីនេះអ្នកជួនដំណើរហ្នឹងអូទាំងហែទាំងហមពេញទឹកពេញដីហ៎អានេះមុននឹងយើងឡើងយន្តហោះហ្នឹងក៏យើងទិញបាយសម្រន់ញ៉ាំឲ្យហើយដែរព្រោះពេលឡើងម៉ោង7យប់បងប្អូនឯងគ្រាន់តែឡើងពេលក៏ថត TikTok មកប៉ុសពីរប៉ុសលេងអញ្ចឹងទៅដើម្បីជាការកំសាន្តព្រោះខ្ញុំឡើងម៉ោង7យប់បងប្អូនហើយបន្ទាប់មកឥឡូវនេះបានជាយន្តហោះអត់បានថតទេបងប្អូនឥឡូវនេះក៏បានមកដល់ហើយនៅប្រទេសឥណ្ឌាទីក្រុង New Delhi បងប្អូន